ស្រាយចម្ងល់សម្រាប់បងដែលគាត់តែងតែនិយមលេងការផុសជាអក្សរឬក៏ content បែបលើកទឹកចិត្តដែលគេហៅថា post status ឬក៏ text ហើយនៅពេលដែលគាត់ផុស content quality នឹងចេញសញ្ញាឧទានពណ៌លឿងបែបនេះតើការផុសមួយនឹងគួរតែលុបចោលឬក៏យ៉ាងណាអញ្ចឹងនេះគឺជាការផុសរបស់ខ្ញុំជាទូទៅគឺខ្ញុំតែងតែផុសអក្សរមួយថ្ងៃពីរបីដងជា content លើកទឹកចិត្តដោយសារតែខ្ញុំធ្វើ content បែប motivate ទៅជាការផ្ដល់កម្លាំងចិត្តក្នុងការរកចំណូលតាមប្រព័ន្ធបណ្ដាញសង្គមអញ្ចឹងការផុសរបស់ខ្ញុំជួនកាលទៅបានកាក់សែនជួនកាលទៅ1រៀល2រៀល5រៀល$10អីទៅតាមការផុសនឹងដែរដូច្នេះការផុសទៅជាប់សញ្ញាឧទានពណ៌លឿងបែបនេះមិនមែនជាបញ្ហានោះទេអញ្ចឹងមិនមែនឲ្យតែជាប់សញ្ញាឧទានពណ៌លឿងហើយត្រូវលុបចោលការផុសរបស់យើងនោះឡើយអញ្ចឹងតោះឥឡូវយើងចូលមកមើលនៅកន្លែងនឹងទាំងអស់គ្នាមកតាមមូលហេតុអីបានវាជាប់សញ្ញាបែបនេះគឺ Facebook គេបានបញ្យល់ប្រាប់យើងថាដោយសារតែការផុសរបស់យើងហ្នឹងវាមិនមែនជាវីដេអូឬក៏ជារូបភាពអញ្ចឹងការផុសហ្នឹងគឺការបង្កើនការមើលឃើញឬក៏ការជំរុញពីក្រុមហ៊ុន Facebook ហ្នឹងគឺមានដែនកំណត់អញ្ចឹងមានន័យថាការផុសអក្សរផុសtext បែបនេះការរុញគឺអត់សូវជាបង្ហាញឬក៏ជួយជំរុញពីក្រុមហ៊ុន Facebook ដូចជាការផុសវីដេអូវែងវីដេអូខ្លីឬក៏រូបភាពនោះទេក៏ប៉ុន្តែការផុសរបស់លោកអ្នកនៅតែបានលុយអញ្ចឹងថាមិនត្រូវទេជួនកាលទៅផុសអក្សរហ្នឹងអាចនឹងបានលុយច្រើនថែមទៀតផងអញ្ចឹងជាទូទៅសម្រាប់ content quality នៅកន្លែងនេះមិនមែនចេះតែជាប់ហើយយើងលុបចោលនោះទេអញ្ចឹងការផុសអក្សរដែលជាប់ជាមួយនឹងសញ្ញាឧទានមិនចាំបាច់លុបចោលនោះទេណាខ្ញុំបញ្ជាក់គឺយើងអត់មានខុសជាប់ copyright ឬក៏ខុសជាមួយនឹងគោលការណ៍របស់ក្រុមហ៊ុន Facebook នោះទេគ្រាន់តែថាការជំរុញហ្នឹងគឺមានដែនកំណត់តែប៉ុណ្ណោះអញ្ចឹងហើយ Facebook គេបញ្យល់ប្រាប់យើងនៅចំណុចនីមួយៗដែរដូច្នេះបើសិនជាអ្នកទាំងអស់គ្នាកំពុងតែផុសអក្សរផុស text post status ការលើកទឹកចិត្តអីដូចខ្ញុំអញ្ចឹងក៏បន្តផុសទៅណាគ្រាន់តែថាវាមិនសូវជាជំរុញដូចវីដេអូវែងវីដេអូខ្លីរូបភាពរូបស្លឹកអក្សរ story អីតែប៉ុណ្ណោះហ្នឹងឯងអញ្ចឹងបើសិនជាជាប់សញ្ញាឧទានជាមួយនឹងការផុសអក្សរគឺមិនបាច់លុបចោលទេតួយ៉ាងគឺខ្ញុំអញ្ចឹងនេះខ្ញុំនៅតែបន្តការបានលុយអញ្ចឹងទៅតិចច្រើនអីឡើង follow ឡើងអីអញ្ចឹងតាមនឹងតែទទួលបាន engagement អីដែរម្យ៉ាងទៀតយើងដឹងស្រាប់ហើយ Facebook នេះពេលបច្ចុប្បន្នកាលនេះគេលើកទឹកចិត្តឲ្យយើងផុស different type of content ជាមួយនឹង 2CM មិនថាវីដេអូវែងវីដេអូខ្លីរូបភាពរូបស្លឹកអក្សរ story អីទេគឺបានលុយដូចគ្នាទាំងអស់ទទួលបាន engagement ដូចគ្នាទាំងអស់ហើយទទួលបានការ follow ទាំងអស់ហ្នឹងចាហើយម្យ៉ាងទៀតគឺបានលុយចែកឃើញហើយកាក់សែនគេហៅថាតក់ពេញបំពង់ណាអញ្ចឹងបានចែកឲ្យដាច់អញ្ចឹងបើសិនជាអ្នកផុសវីដេអូវែងវីដេអូខ្លីរូបភាពរូបស្លឹកអក្សរអីក៏ដោយបើសិនជាជាប់សញ្ញាឧទានពណ៌លឿងបែបនេះអ្នកត្រូវតែចូលទៅមើលនៅចំណុចហ្នឹងដែរតើវាជាប់ដោយសារអ្វីអញ្ចឹងធម្មតានៅពេលដែលយើងផុសអក្សរប្រកាសទេគឺអត់មានជារូបភាពអត់មានជាវីដេអូទេប្រកាសជា content quality វាអាចនឹងខ្វះនៅចំណុចខ្លះៗហើយក៏ប៉ុន្តែមិនមែនជាការជាប់ copyright ដែលធ្វើឲ្យពួកអ្នកទាំងអស់គ្នាចូលទៅលុបចោលនោះទេណាសំណប់ចិត្តអញ្ចឹងខ្ញុំបញ្ជាក់ណាការផុសអក្សរគឺជាប់សញ្ញាឧទានបែបនេះគឺមិនចាំបាច់លុបចោលទេព្រោះអីយើងនៅតែរកលុយបានធម្មតាអញ្ចឹងគ្រាន់តែថាការផុសហ្នឹងគឺ Facebook វាមិនសូវជាជំរុញដោយការផុសវីដេអូវែងវីដេអូខ្លីរូបភាពរូបស្លឹកអីចឹងទៅក៏ប៉ុន្តែនៅតែបានលុយធម្មតានឹងឯងហើយខ្ញុំបញ្ជាក់អាហ្នឹងមិនមែនជាប់ copyright អីនោះទេអញ្ចឹងបន្តផុសធម្មតាទៅបើសិនជាអ្នកនិយមការលេងផុសជាអក្សរដើម្បីលើកទឹកចិត្តដល់ audience របស់លោកអ្នកដូចខ្ញុំអញ្ចឹងខ្ញុំនៅតែបន្តផុសធម្មតានឹងឯងជួយ share វីដេអូនេះឲ្យបងប្អូនដទៃទៀតគាត់បានដឹងផងពេលដែលគាត់ផុសអក្សរជាប់សញ្ញាឧទានគាត់ភ័យគាត់លុបចោលទាំងដែរការផុសរបស់គាត់នឹងបានលុយកុំលុបចោលអីណាស្ដាយណាហើយការផុសហ្នឹងគឺធម្មតាការផុសអក្សរគឺចេញសញ្ញាឧទានអញ្ចឹងស្រាប់អីកុំបារម្ភអីវាគ្រាន់តែជាការអាប់ដេតរបស់ក្រុមហ៊ុន Facebook តែប៉ុណ្ណោះអញ្ចឹងហើយបន្តការផុសរបស់លោកអ្នកបែបធម្មតាទៅមិនមែនជាបញ្ហាអ្វីដែលគួរតែកង្វល់នោះទេ